ដំណឹងបន្ទាន់បន្ទាប់ពីសៀមនៅតែបន្តធ្វើការជួយជើងឈ្លានពានទឹកដីកម្ពុជាដោយប្រើប្រាស់កងកម្លាំងដូចជាមានការរាយបន្លាលួសការប្រើប្រាស់កុងតឺន័រក៏ដូចជាការប្រើប្រាស់កងកម្លាំងផ្សេងដើម្បីឈ្លានពានបំពេញទឹកដីកម្ពុជានៅពេលនេះក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញនូវសេចក្តីប្រកាសសារជាថ្មីពាក់ព័ន្ធទៅនឹងបញ្ហាខាងលើនេះសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាតវ៉ាចំពោះការរំលោភបំពានរបស់យោធាថៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសហគមន៍អន្តរជាតិនិងសាធារណជនទូទៅអំពីការបន្តសកម្មភាពទាំងកក្លឿនរបស់កងកម្លាំងប្រដាប់អាវុធថៃប្រឆាំងទៅនឹងអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាដោយនៅតំបន់ខ្លះស្ថិតចូលហួសពីខ្សែបន្ទាត់ព្រំដែនតាមចំហនៃភាគីថៃផងក្រោយពីការចូលជាធរមាននៃកិច្ចព្រមព្រៀងបទឈប់បាញ់ដែលត្រូវបានចោះថ្លែងក្នុងកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មការព្រំដែនទូទៅនាថ្ងៃទី27ខែធ្នូឆ្នាំ2025ក្នុងអំឡុងពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំចាប់ពីថ្ងៃទី7ដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025កងកម្លាំងប្រដាប់អាវុធថៃបានបើកប្រតិបត្តិការវាយប្រហារលុកលុយផ្នែកយោធាដែលបានគិតទុកជាមុននិងជាប្រព័ន្ធលើទីតាំងជាច្រើនតាមបណ្ដោយព្រំដែនដែលមានការទទួលស្គាល់ជាអន្តរជាតិដោយវាយសម្រុកចូលទន្ទ្រានកាន់កាប់និងឈរជើងគ្រប់គ្រងជាក់ស្ដែងលើតំបន់នានាដែលស្ថិតយ៉ាងជាក់ច្បាស់លើដីកម្ពុជានៅខេត្តចំនួន4រួមមានដូចខាងក្រោមខេត្តបន្ទាយមានជ័យភូមិព្រៃច័ន្ទភូមិជោគជ័យតំបន់បឹងត្រកួនខេត្តពោធិ៍សាត់តំបន់ភ្លុកដំរីច្រកអន្តរជាតិថ្មដាច្រកជ័យជំនះខេត្តព្រះវិហារតំបន់អានសេះតំបន់តាថាវតំបន់ភ្នំទ្របខេត្តឧត្តរមានជ័យតំបន់អូស្មាច់ប្រាសាទកណាប្រាសាទតាក្របីប្រាសាទតាមាន់ធំតំបន់ជប់អង្គញនិងតំបន់ជោគគ្រោះ3រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងទៅនឹងការរំលោភឈ្លានពានរបស់ថៃរួមទាំងការបន្តការឈរជើងនិងកាន់កាប់ដោយខុសច្បាប់ប្រតិបត្តិការយោធារបស់កងកម្លាំងប្រដាប់អាវុធថៃនៅខេត្តទាំង4ខាងលើរបស់កម្ពុជាដោយមិនអើពើចំពោះស្មារតីនៃសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសនៃគណៈកម្មការព្រំដែនទូទៅនាថ្ងៃទី27ខែធ្នូឆ្នាំ2025ស្តីអំពីការហាមមិនឲ្យមានការសកម្មភាពញុះញង់ការប្រើប្រាស់កងកម្លាំងគ្រប់ប្រភេទប្រឆាំងទៅនឹងជនស៊ីវិលនិងគោលដៅជនស៊ីវិលក្នុងគ្រប់កលៈទេសៈកងទ័ពថៃកំពុងតែបន្តបង្កើតការវាយកំទេចកំទីហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងវប្បធម៌របស់កម្ពុជាជាពិសេសក្នុងភូមិព្រៃច័ន្ទភូមិជោគជ័យតំបន់បឹងត្រកួនបន្ទាយមានជ័យនិងនៅតំបន់ច្រកអន្តរជាតិថ្មដាក្នុងខេត្តពោធិ៍សាត់របស់កម្ពុជា4ការកាន់កាប់ដីរបស់កម្ពុជាដោយកងកម្លាំងទ័ពថៃក្រោយបទឈប់បាញ់ហើយបន្ទាប់មកវាយកំទេចផ្ទះសម្បែងប្រជាជននិងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិលថែមទៀតដោយបន្តបិទសិទ្ធិសេរីភាពរបស់ជនស៊ីវិលជនភៀសសកម្ពុជាជាច្រើនមិនឲ្យវិលត្រឡប់ទៅកាន់លំនៅឋានវិញគឺជាការរំលោភបំពានយ៉ាងច្បាស់ចំពោះគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិក៏ដូចជាច្បាប់មនុស្សធម៌និងច្បាប់សិទ្ធិមនុស្សអន្តរជាតិរួមទាំង1មាត្រាទី2ខ3និងមាត្រាទី4ខ4នៃធម្មនុញ្ញអង្គការសហប្រជាជាតិដែលតម្រូវឲ្យដោះស្រាយជម្លោះដោយសន្តិវិធីនិងហាមឃាត់ការប្រើប្រាស់កងកម្លាំងលើបូរណភាពទឹកដីនៃរដ្ឋមួយផ្សេងទៀតមាត្រាទី53នៃអនុសញ្ញាទី4ក្រុងហ្វឺណែលឆ្នាំ1949ដែលហាមឃាត់ការបំផិតបំផ្លាញទ្រព្យសម្បត្តិបុគ្គលឯកជនឬរដ្ឋដែលនេះជាទង្វើពុំមានហេតុផលយោធាណាមកតម្រូវបានឡើយក្នុងពេលបទឈប់បាញ់កំពុងតែនៅជាធរមានមាត្រាទី52នៃពិធីបន្ថែមទី1ក្នុងឆ្នាំ1977នៃអនុសញ្ញាក្រុងហ្វឺណែលឆ្នាំ1949 5វាជាការសំខាន់ណាស់ដែលត្រូវគូបញ្ជាក់ថាកម្ពុជានិងថៃមានព្រំដែនគោកអន្តរជាតិដែលត្រូវបានកំណត់តាមផែនទីដែលត្រូវបានផលិតឡើងដោយអនុលោមតាមអនុសញ្ញាឆ្នាំ1904និងសន្ធិសញ្ញាឆ្នាំ1907គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនកម្ពុជានិងថៃត្រូវបានបង្កើតឡើងដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនរវាងបង្គោលព្រំដែនដែលបានបោះរួចហើយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកខាងកម្ពុជាក៏បានធ្វើការតវ៉ាជាលាយលក្ខណ៍អក្សរជាផ្លូវការទៅកាន់សមាភាគីថៃប្រឆាំងទៅនឹងការរំលោភបំពានរបស់ថៃលើដែនដីកម្ពុជានិងលើអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនខណៈដែលភាគីទាំងពីរសម្រេចបាននូវវឌ្ឍនភាពគួរឲ្យកត់សម្គាល់លើការងារខណ្ឌសីមាព្រំដែនជាពិសេសក្នុងពេលថ្មីនេះលើការអនុវត្តនៅស្មារ
ដីនៃកំណត់ហេតុកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសមាព្រំដែនគោកចុះថ្ងៃទី22ខែតុលាឆ្នាំ2025 6រាជរដ្ឋាភិបាលកម្ពុជាសូមសង្កត់ធ្ងន់ថាការបន្តឈរជើងនិងកាន់កាប់ចាក់ស្ដែងដោយកម្លាំងយោធាថៃលើដីកម្ពុជាដែលនៅតំបន់ខ្លះគឺហួសពីខ្សែបន្ទាត់ព្រំដែនតាមជំហរថៃទៅទៀតគឺជាការបន្តការកាន់កាប់ដោយខុសច្បាប់និងគ្មានមូលដ្ឋានទាល់តែសោះក្រោមច្បាប់អន្តរជាតិការកាន់កាប់និងបន្តកាន់កាប់តាមរយៈការគំរាមកំហែងនិងការប្រើប្រាស់កងកម្លាំងនេះគឺផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាននិងមិនអាចបដិសេធបាននៃច្បាប់អន្តរជាតិដែលហាមឃាត់ការកាន់កាប់យកដីដោយប្រើប្រាស់កងកម្លាំងការកាន់កាប់ដីដែលទទួលបានពីការគំរាមកំហែងនិងប្រើប្រាស់កងកម្លាំងគឺផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាននិងដាច់ខាតនៃច្បាប់អន្តរជាតិដែលហាមឃាត់នៅការដណ្ដើមទឹកដីដោយប្រើប្រាស់កងកម្លាំងការគ្រប់គ្រងទឹកដីសកម្មភាពរដ្ឋបាលឬការអនុវត្តសិទ្ធិអំណាចដែលកើតចេញពីទង្វើបែបនេះគឺគ្មានតម្លៃច្បាប់និងមិនអាចបង្កើតជាសិទ្ធិស្របច្បាប់ណាមួយបានឡើយ 7. សកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃគឺផ្ទុយស្រឡះទៅនឹងការបដិញ្ញាចិត្តរបស់ថៃក្នុងការដោះស្រាយវិវាទដោយសន្តិវិធីព្រមការព្រមព្រៀងបទច្បាញ់ថ្ងៃទី28ខែកក្កដាឆ្នាំ2025កំណត់ហេតុកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅចុះថ្ងៃទី7ខែសីហាថ្ងៃទី10ខែកញ្ញានិងថ្ងៃទី23ខែតុលាឆ្នាំ2025សេចក្តីថ្លែងការណ៍រួមអំពីសន្តិភាពនិងដំណោះស្រាយវិវាទដោយសន្តិវិធីដែលបានចុះថ្លែងការណ៍នៅថ្ងៃទី26ខែតុលាឆ្នាំ2025និងសេចក្តីប្រកាសរួមស្តីអំពីកិច្ចប្រជុំពិសេសគណៈកម្មការព្រំដែនទូទៅថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលបានបញ្ជាក់ជារួមអំពីកាតព្វកិច្ចរបស់ភាគីទាំងពីរក្នុងការមិនអនុវត្តវិធានការដោយឯកតោភាគីនិងដោះស្រាយបញ្ហាលេចធ្លោទាំងឡាយយ៉ាងខ្ជាប់ខ្ជួនដោយសន្តិវិធីនិងស្របតាមច្បាប់អន្តរជាតិ 8. ការវាយកំទេចសំណង់ស៊ីវិលដោយប្រើប្រាស់កងកម្លាំងប្រដាប់អាវុធថៃគឺផ្ទុយស្រឡះទៅនឹងវឌ្ឍនភាពដែលបានសម្រេចដោយគណៈកម្មការចម្រុះខណ្ឌសមាព្រំដែនជាពិសេសកំណត់ខ្សែបន្ទាត់ព្រំដែនបង្គោលលេខ52 59និងបង្គោលលេខ42 47ដែលការនេះបង្កឲ្យមានការព្រួយបារម្ភជាខ្លាំងថាប្រទេសថៃបានកំពុងព្យាយាមធ្វើឲ្យខូចដល់កិច្ចប្រឹងប្រែងកំណត់ខណ្ឌសមាព្រំដែនដែលកំពុងដំណើរការតាមរយៈការបង្កើតនូវស្ថានភាពមានការឈរជើងជាក់ស្ដែងរួចស្រេចហើយ 9. អាស្រ័យហេតុនេះកម្ពុជាសូមទាមទារឲ្យប្រទេសថៃក៏បញ្ឈប់ជាបន្ទាន់នូវសកម្មភាពយោធាប្រកបដោយអរិយភាពនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃនិងក្នុងទឹកដីកម្ពុជាខដកបុគ្គលិកនិងសម្ភារៈយោធាទាំងអស់ចេញពីទឹកដីកម្ពុជាទៅកាន់ទីតាំងព្រំប្រទល់ដែលទទួលស្គាល់ដោយច្បាប់គោរពអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសមាព្រំដែនគោកនៃប្រទេសទាំងពីរក្នុងការកំណត់ខណ្ឌសមាព្រំដែនដោយផ្អែកលើកិច្ចព្រមព្រៀងដែលមានស្រាប់និងច្បាប់អន្តរជាតិគោរពភាពស្មោះត្រង់ចំពោះលក្ខខណ្ឌនិងស្មារតីកិច្ចព្រមព្រៀងបទច្បាញ់ថ្ងៃទី28ខែកក្កដាឆ្នាំ2025សេចក្តីប្រកាសរួមស្តីអំពីសន្តិភាពនៃការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជានិងថៃដែលត្រូវបានចុះថ្លែងការណ៍នៅទីក្រុងកូឡាឡាំពូថ្ងៃទី26ខែតុលាឆ្នាំ2025និងសេចក្តីប្រកាសរួមស្តីអំពីកិច្ចប្រជុំពិសេសរបស់គណៈកម្មការព្រំដែនទូទៅនៅថ្ងៃទី27ខែធ្នូឆ្នាំ2025 10រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនដោយឥតងាករេចំពោះការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះចំនួនព្រំដែនជាមួយប្រទេសថៃក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ តាមមធ្យោបាយសន្តិវិធីស្របតាមច្បាប់អន្តរជាតិដោយផ្ដាច់ញាចិត្តជាដាច់ខាតចំពោះការប្រកាន់ជំហរគោលការណ៍ថាខ្សែបន្ទាត់ព្រំដែនមិនត្រូវបានផ្លាស់ប្ដូរតាមរយៈការប្រើប្រាស់កងកម្លាំងឡើយ 11 កម្ពុជាសង្ឃឹមថាសហគមន៍អន្តរជាតិនឹងជួយជំរុញឲ្យថៃដោះស្រាយចំនួនព្រំដែនស្របតាមច្បាប់អន្តរជាតិនិងកាតព្វកិច្ចរបស់ខ្លួនក្រោមសន្ធិសញ្ញានៃកិច្ចព្រមព្រៀងដែលមានស្រាប់បាទបងប្អូននេះគឺជាការប្រកាសឡើងវិញពាក់ព័ន្ធទៅនឹងការប្រកាសរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិចំពោះការតវ៉ាដែលភាគីថៃធ្វើការឈ្លានពានទឹកដីកម្ពុជារបស់យើងបាទមែនទែនទៅពាក់ព័ន្ធទៅនឹងការប្រកាសរបស់ក្រសួងការបរទេសនេះគឺតាំងពីថ្ងៃទី2ខែមករាឆ្នាំ2026នេះគឺម្ដងហើយប៉ុន្តែបន្ទាប់ពីមានការជំរងចម្រាស់ផ្សេងៗនៅភាគីថៃធ្វើការរៀបបន្លាលួសដូចជាបន្តជួយជើងនៅទីតាំងមួយចំនួនពេលនេះគឺខាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិធ្វើការប្រកាសម្ដងទៀតបាទបងប្អូនចឹងព័ត៌មាននៅរសៀលនេះខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះសិនចុះអរគុណច្រើនសម្រាប់ការតាមដានទស្សនាតាំង
ไปតាមបញ្ចប់សូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយសម្រាប់បងប្អូនដែលមិនទាន់បានចុច Subscribe សូមជួយចុចម្ដងមួយផងដើម្បីទទួលបាននូវវីដេអូថ្មីៗព័ត៌មានថ្មីៗពី Channel ខ្ញុំបាទជាចុងក្រោយក៏សូមជូនពរបងប្អូនវរៈកងទ័ពជើងមុខទាំងអស់ឲ្យឈ្នះអស់មានសត្រូវទាំងឡាយទាំងពួងដែលចូលមកយាយីទឹកដីកម្ពុជារបស់យើងសូមអរគុណសូមគោរពលា